សម្រាប់ Telegram នៅក្នុងពេលបច្ចុប្បន្ននេះបើសិនជាយើងចង់ផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយវាពិតជាមានការលំបាកខ្លាំងមែនទែនដោយបងប្អូនដឹងស្រាប់ហើយគឺវាតម្រូវឲ្យយើងបង់លុយទើបយើងអាច login ចូលប្រើប្រាស់ account Telegram របស់យើងឡើងវិញបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីគន្លឹះពិសេសមួយដែលអាចឲ្យយើងផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតដោយមិនបាច់បង់លុយនោះទេជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតដោយមិនបាច់បង់លុយបាទតោះអញ្ចឹងយើងទៅដឹងពីគន្លឹះពិសេសមួយនឹងទាំងអស់គ្នាសម្រាប់លក្ខខណ្ឌដែលអាចឲ្យយើងផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយដោយមិនបាច់បង់លុយបានគឺបងប្អូនត្រូវមាន3ចំណុចធំបាទចំណុចទី1លុះត្រាតែនៅលើទូរស័ព្ទដៃចាស់របស់យើងអាចប្រើ account Telegram របស់យើងបានបាទវានៅអាចប្រើ account របស់យើងជាធម្មតាអញ្ចឹងណាបាទបើសិនជាយើងលុប Telegram ចេញពីទូរស័ព្ទចាស់បាត់ហើយក៏យើងមិនអាចធ្វើតាមវិធីនេះបានដែរបាទខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងចំណុចទី2គឺយើងត្រូវដាក់លេខកូដដោះសោអេក្រង់ឲ្យដូចគ្នាបាទទូរស័ព្ទអាចាស់ដាក់លេខកូដប្រមាណទូរស័ព្ទថ្មីនេះគឺយើងត្រូវដាក់ឲ្យដូចគ្នាបើសិនជា4ខ្ទង់ដាក់4ខ្ទង់ដូចគ្នា6ខ្ទង់ត្រូវតែដាក់6ខ្ទង់ដូចគ្នាអូខេហើយចំណុចទី3ដែលជាចំណុចចុងក្រោយនេះគឺយើងត្រូវតែភ្ជាប់អ៊ីមែលតែមួយនៅលើទូរស័ព្ទដៃទាំងពីរហ្នឹងបាទបើន័យថាទូរស័ព្ទចាស់ក៏ត្រូវប្រើអ៊ីមែលមួយហ្នឹងទូរស័ព្ទថ្មីក៏ត្រូវប្រើអ៊ីមែលមួយហ្នឹងដូចគ្នាដែរទើបយើងអាចធ្វើតាមវិធីនេះបានបាទអញ្ចឹងបងប្អូនត្រូវមានទាំង3ចំណុចហ្នឹងអញ្ចឹងសម្រាប់លក្ខខណ្ឌទាំង3នេះគឺមានប៉ុណ្ណឹងបាទហើយវីដេអូនេះខ្ញុំធ្វើផ្ដោតទៅលើទូរស័ព្ទដៃប្រភេទ Android បាទសម្រាប់ទូរស័ព្ទដៃប្រភេទ iPhone ឬក៏ប្រព័ន្ធប្រតិបត្តិការ iOS ខ្ញុំនឹងចេញវីដេអូនៅក្នុង Channel កណ្ដាល iOS បាទបងប្អូនចាំទស្សនាទាំងអស់គ្នាឥឡូវសម្រាប់អ្នកប្រើ Android មើលវីដេអូនេះទៅបាទអញ្ចឹងដោយសារតែលក្ខខណ្ឌទី1គឺខ្ញុំមានស្រាប់ហើយខ្ញុំមាន account Telegram នៅជាប់នៅលើទូរស័ព្ទចាស់ស្រាប់ហើយអញ្ចឹងយើងចូលមកដល់លក្ខខណ្ឌទី2បាទលក្ខខណ្ឌទី2បងប្អូនត្រូវដាក់លេខកូដដោះសោអេក្រង់ហ្នឹងឲ្យដូចគ្នាប៉ុន្តែលេខកូដដោះសោអេក្រង់ខ្ញុំក៏ដាក់រួចឲ្យដូចគ្នាដែរបាទខ្ញុំដាក់ឲ្យដូចគ្នាណាបាទអញ្ចឹងខាងនេះ1425អញ្ចឹងទៅបាទខាងនេះក៏ដូចគ្នាបាទ1425បាទអូខេអញ្ចឹងសម្រាប់បងប្អូនយើងដែលមិនទាន់ដាក់លេខកូដដោះសោអេក្រង់ដូចគ្នានៅឡើយទេយើងទៅដាក់មកបាទដាក់ឲ្យដូចគ្នាណាបញ្ជាក់ហើយបញ្ជាក់ទៀតបាទអូខេអញ្ចឹងលក្ខខណ្ឌទី2ខ្ញុំមានហើយអញ្ចឹងយើងចូលដល់លក្ខខណ្ឌទី3លក្ខខណ្ឌទី3ក៏ខ្ញុំមានរួចហើយដែរគឺអ៊ីមែលដូចគ្នាប្រើនៅលើទូរស័ព្ទដៃទាំងពីរហ្នឹងបាទមានន័យថាអ៊ីមែលតែមួយទេប៉ុន្តែប្រើនៅលើទូរស័ព្ទដៃទាំងពីរគឺភ្ជាប់នៅលើទូរស័ព្ទដៃទាំងពីរហ្នឹងបាទឥឡូវចាំខ្ញុំចូលទៅឆែកនៅក្នុង Gmail ឲ្យមើលបាទនេះបាទ account Gmail ឈ្មោះពរនីនេះបាទហើយនៅលើទូរស័ព្ទនេះក៏ដូចគ្នាដែរខ្ញុំចូលក្នុង Gmail បាទនេះយើងចុចទៅលើaccount នេះមកវាលោតឈ្មោះពរនីដូចគ្នាបងប្អូនឃើញណាបាទអញ្ចឹងបានន័យថាខ្ញុំបាន sign in ឬក៏ចូលប្រើប្រាស់ account Gmail តែមួយនៅលើទូរស័ព្ទដៃទាំងពីរនឹងដូចគ្នាបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចហ្នឹងបាទឥឡូវខ្ញុំចុចបិទអញ្ចឹងដោយសារតែលក្ខខណ្ឌទាំង3គឺខ្ញុំមានអស់ហើយបន្ទាប់មកទៀតបងប្អូនត្រូវចុចបើកTelegram នៅក្នុងទូរស័ព្ទចាស់របស់យើងមកហើយបងប្អូនចុចកន្លែងសញ្ញាត្រេ3នេះបាទចុចសញ្ញាត្រេ3ហើយបងប្អូនយកsetting បាទខ្ញុំខាត់ទូរស័ព្ទឲ្យមើលតិចបាទបងប្អូនយក setting មកនេះសញ្ញាកងចាក់ហ្នឹងបាទហើយបងប្អូនយកprivacy and security នេះបាទសញ្ញាមេសោហ្នឹង
អូខេបន្តមកទៀតបងប្អូនត្រូវយកពាក្យថា passkey ហើយបងប្អូនត្រូវចុចទៅលើពាក្យថា create passkey បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះវាបញ្ជាក់ប្រាប់ពីemail របស់យើងនេះយើងកំពុងតែបង្កើត passkey ជាមួយនឹង email មួយណាអញ្ចឹងយើងត្រូវតែប្រកាសថា email នៅកន្លែងនេះវាដូចទៅនឹង email ដែលមាននៅលើទូរស័ព្ទថ្មីដូចគ្នាបាទបើសិនជាអត់ដូចទេយើងនៅលើទូរស័ព្ទចាស់នេះវាមាន email ច្រើនយើងអាចចុចកន្លែងនេះមកបាទចុច save another way នេះបាទចុចឡើងនឹងមកដើម្បីជ្រើសរើស email ឲ្យត្រូវជាមួយនឹងទូរស័ព្ទថ្មីដែលយើងចង់ផ្ទេរ Telegram ទៅហ្នឹងណាបាទអូខេអញ្ចឹងខ្ញុំយក email មួយនេះដែលវាត្រូវជាមួយនឹងemail ដែលខ្ញុំភ្ជាប់ជាមួយទូរស័ព្ទថ្មីនេះបាទអូខេអញ្ចឹងខ្ញុំចុចយក email មួយនឹងតែម្ដងបាទបន្ទាប់មកទៀតបងប្អូនចុចcontinue មកកន្លែងនេះវាឲ្យយើងវាយលេខកូដដោះសារឲ្យក្រង់បាទអញ្ចឹងលេខកូដដោះសារឲ្យក្រង់របស់ខ្ញុំមិញគឺ1425បងប្អូនដាក់លេខកូដដោះសារឲ្យក្រង់មិនយើងវាយអញ្ចឹងមក4ខ្ទង់យើងវាយ4ខ្ទង់5 6ខ្ទង់យើងវាយ6ខ្ទង់មកបាទនិយាយទៅយើងដាក់អីគឺវាយហ្នឹងហើយបាទបន្ទាប់ពីវាយលេខកូដដោះសារឲ្យក្រង់ហើយយើងចុចសញ្ញាព្រួញបាទអញ្ចឹងpasskey របស់យើងគឺត្រូវបានបង្កើតរួចរាល់ហើយជំហានបន្ទាប់ទៀតយើងចុចបើក Telegram ដែលយើងdownload ឬក៏ install នៅលើទូរស័ព្ទដៃថ្មីរបស់យើងមកបាទហើយបើសិនជាយើងធ្លាប់បើកមួយសារហើយយើងអាច clear Telegram នឹងចោលទៅបាទយើង clear វាសិនហើយចាំចូលមួយសារទៀតបាទកុំឲ្យវាអត់ refresh អញ្ចឹងណាវាអត់ load ឲ្យបាទអញ្ចឹងយើងចុចបើក Telegram របស់យើងនៅលើទូរស័ព្ទថ្មីមកអូខេហើយយើងចុច start message បាទចុច start message មកអូខេបន្តមកទៀតវានឹង load passkey ដែលយើងបានបង្កើតមិញនៅលើទូរស័ព្ទដៃចាស់របស់យើងហើយបាទអញ្ចឹងកន្លែងនេះយើងគ្រាន់តែចុច continue ទៅបាទបន្ទាប់មកយើងវាយលេខកូដដោះសារអេក្រង់ដែលយើងបានដាក់ដូចគ្នាទៅនឹងទូរស័ព្ទចាស់របស់យើងណាបាទអញ្ចឹងលេខកូដរបស់ខ្ញុំហ្នឹងគឺ1425បាទបន្ទាប់មកយើងចុចសញ្ញាព្រួញឬក៏ enter ហ្នឹងបាទយើងមើលវា load ចូលទៅក្នុងTelegram អត់អូខេអានេះដោយសារតែខ្ញុំដាក់ to vector ទេបើសិនជាបងប្អូនអត់ដាក់បើកមុខងារ to vector វាអត់ load បែបហ្នឹងទេអញ្ចឹងដោយសារតែខ្ញុំដាក់ to vector ខ្ញុំវាយលេខកូដសម្ងាត់របស់ខ្ញុំមកតង់ទៀតបាទបញ្ជាក់កន្លែងហ្នឹងបើសិនជាបងប្អូនអត់បើក to vector ទៅវាអត់ load អញ្ចឹងទេគឺវា load ចូលទៅក្នុងកន្លែង chat Telegram ផ្ទាល់តែម្ដងបាទអូខេឥឡូវខ្ញុំវាយលេខកូដសម្ងាត់របស់ខ្ញុំសិនដើម្បីចូលទៅក្នុង account Telegram របស់ខ្ញុំបានអូខេឥឡូវខ្ញុំវាយលេខកូដហើយខ្ញុំចុចសញ្ញាព្រួញបាទអូខេបងប្អូនឃើញណាយើងអាចចូលទៅក្នុង account Telegram របស់ខ្ញុំបានហើយបាទឃើញដូចគ្នាអត់បាទចាំមើលខ្ញុំថយឲ្យមើលអូខេចុចកន្លែងនេះខ្ញុំចុច yes បាទបងប្អូនឃើញណាដូចគ្នាតែម្ដងមិនមែនជាការបន្លំខ្លាំងបន្លំអីទេបាទអញ្ចឹងសម្រាប់របៀបផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយដោយមិនបាច់បង់លុយគឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូមួយនេះមានប្រយោជន៍សូមកុំភ្លេចជួយចុចជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ